មពីការបំលែង file PDF ទៅជា Word ហើយយើងបំលែងតែភាសាអង់គ្លេសថ្ងៃនេះគឺយើងទៅធ្វើភាសាខ្មែរក៏យើងអាចធ្វើបានដែរឧទាហរណ៍ខ្ញុំយក file នេះ PDF គឺភាសាប្រឡងគ្រូប្រដំរៀននៅវិទ្យាល័យណាឆ្នាំ2023ខ្ញុំចង់បើសរសេរវាយូរចុះបើសិនជាមួយទំព័រអីពេញតែម្ដងគឺយូរមែនតើអញ្ចឹងហើយខ្ញុំត្រូវរបៀបធ្វើទីមួយគឺយើងត្រូវថតរូបនេះជាសញ្ញាសិនយើងត្រូវកាត់រូបយើងចូលតាមនេះ snipping tool យើងចុចកន្លែងហ្នឹងមកណាហើយលោមានអ្នកអត់ទាន់ហ្នឹងហើយយើងយក new ឥឡូវខ្ញុំកាត់យកyes ដងទៀតកាត់ពីត្រឹមនេះមកបាទអញ្ចឹងគឺយើងកាត់ហើយខ្ញុំសេវទុកណាសេវទុកមួយមកឥឡូវថាខ្ញុំដាក់លេខ1ចុះខ្ញុំដាក់នឹង desktop នេះគឺយើងបានហើយណាបានហើយអញ្ចឹងគឺយើងចូលទៅមួយទៀតគឺ Google អូខេហើយយើងចូលទៅធ្វើនៅក្នុង Drive នេះយើងចុចកន្លែងនេះមកនេះហើយយើងមាន Google Drive នេះយើងចុចកន្លែងពាក្យ Drive ហ្នឹងមកបន្ទាប់មកយើងដាក់ My Drive ណាហើយអាសាច់លើយើងដាក់លោកគ្រូអ្នកគ្រូដែលប្រើ Drive ហ្នឹងគឺយល់ហើយខ្ញុំបង្កើតជា folder មួយអានេះខ្ញុំបានបង្កើតទុកឲ្យវាអត់មានអីទេក្នុងនេះណា folder មួយនេះអញ្ចឹងខ្ញុំត្រូវយកអាមិញហ្នឹងមកដាក់នៅក្នុងហ្នឹងខ្ញុំថតមិញណាហើយខ្ញុំ upload វាចូលមកហើយនេះ upload ចូលមកខ្ញុំ upload ចូលមកខ្ញុំចុចកន្លែង desktop មិញកន្លែងរូបភាពនេះលេខ1មិញណាហើយចុចពាក្យ open នេះ open វាមកលើហើយនេះចេញមកហើយនេះបានហើយអញ្ចឹងគឺយើងបានអញ្ចឹងហើយយើងទៅធ្វើបន្ទាប់ទៀតចុចកន្លែងនេះត្រី3នេះហើយយើងចុចទៅរកពាក្យនេះ open with នេះ Word Docs យើងចូលទៅកន្លែងហ្នឹងណា open with Word Docs ចាំបន្តិចវាមកលើអូខេនេះអញ្ចឹងគឺយើងបានហើយអាខាងលើនេះវាជារូបថតអញ្ចឹងទៅខាងក្រោមវាជាសំណួរអញ្ចឹងយើងចុចយើង copy ប៉ុណ្ណឹងមកយើងដាក់នៅក្នុង Word មកអ្វីដែលយើងចង់ដាក់ឧទាហរណ៍ថាកន្លែងណា Word រក Word អត់ឃើញអញ្ចឹងនេះរក Word អត់ឃើញដូចតែចូលធ្វើនៅក្នុង Word ហើយយើង copy ដាក់មកបាទតែវាអត់សូវស្អាតទេយើងត្រូវបន្ថែមបន្ថយយើងត្រូវដូរ font ដូរអីតាមតែចិត្តយើងទៅខ្មែរ OS សៀមរាបដាក់12ប៉ុណ្ណឹងហើយយើងកែសម្រួលអីផ្សេងៗទៀតតែអក្សរវាអត់ load ញ៉ៃទេអក្សរឃើញទេអក្សរវាត្រូវទាំងអស់អញ្ចឹងគឺស្រួលមែនតើយើងចង់កែឲ្យវាស្អាតអីយើងដាក់ខ្លួនឯងទៅអូខេអានេះនេះលេខ2ចេះវា load តិចតួចតែមិនអីទេអាចកែសម្រួលបានអញ្ចឹងគឺមានតែប៉ុណ្្នឹងទេ